ខ្ញុំនេះដើរមកសាត្រីមកទិញត្រីត្រាវនៅស្រុកអាមេរិកនេះមុននឹងគេលក់ត្រីត្រាវឲ្យយើងគឺគេគប់ត្រីត្រាវទៅមកសម្ដែង show ឲ្យយើងឃើញសិនទៅគេព្រមលក់ឲ្យយើងមកកាន់ដំណើរផ្សងព្រេងឥតទិសដៅរបស់ខ្ញុំវគ្គ3ថ្ងៃនេះខ្ញុំរត់កាត់ឆ្លងខ្នល់ដើម្បីទៅរកសាត្រីហូបបាយផ្សារនៅអាមេរិកម្ដងមើលផ្សារគេសេចជាប់សមុទ្រទៀតណាបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំនៅឯទីក្រុង Seattle នៅមុខ Public Market គេទៅខ្ញុំគេក៏តែនៅមុខនឹងតែម្ដងស្រួលចុះមករកអីហូបមកមើលសារគេមើលតែគេមានលក់អីគេខ្លះដល់ភ្លាមឃើញកូនតាកៀងសគ្នាឡើងខៀវល្អចែកម្ហូប free គេចែកយើងសាក់ម្នាក់ម៉ាត់ហ្នឹងហើយដោយសារនឹងវានៅជាប់មាត់សមុទ្រហើយក្រុងនឹងវានៅជាប់សមុទ្រហ្មងចង់គ្រឿងសមុទ្រឆ្ងាញ់មែនតើមើលនេះស្កាឡប់ដាក់ដល់នឹងបើយើងទិញទៅគេមានចង្កឹះឲ្យយើងដួសហូបតែម្ដងបើណាមិនចង់ចាយលុយទៅតម្រង់ជួរទៅឲ្យប្រុសស្អាតចែកម្ហូប free ឲ្យហូបហើយកន្លែងនេះវិញគឺជាកន្លែងលក់ត្រីសាម៉ុនហើយនឹងត្រីត្រាវខ្ញុំឈរគិតមើលបន្តិចសិនថាអានេះសាម៉ុនត្រីត្រាវណោះតែអត់ទេនាទីនេះគេសរសេរច្បាស់តែម្ដងថាធំនេះគេហៅថា king salmon អូយ king salmon ធំមែនតើលកប៉ោងកម៉ាប់ម៉ាក់នាងត្រាវមកពួនគៀននាងត្រាវហ្នឹងមកចាមដៃខ្ញុំឯងសាម៉ុនប្រពន្ធខ្លួនខ្ញុំតែម្ដងសាររបស់គេមិនត្រឹមមានលក់តែត្រីត្រាវត្រីសាម៉ុនទេគេមានលក់ឲ្យផ្សេងច្រើនណាស់ក៏មានដូចជាផ្កាមានគ្រប់មុខតែម្ដងតាំងពីគ្រឿងឧបភោគបរិភោគអ្នកទាំងអស់គ្នាដឹងទេថានៅ Seattle នេះហាគឺ Starbucks បាក់មុនគេលើពិភពលោកតែម្ដងគឺនៅទីតាំងនេះ100ឆ្នាំមុនហើយកន្លែងហ្នឹងឯងគឺហាង Starbucks មុនគេបងប្អូនមនុស្សកកទៅហូបកាហ្វេនៅ Starbucks ហ្នឹងនេះ Starbucks ហ្នឹងគឺជាម្ដាយដើមតែម្ដង logo គេអត់ដូរទេបងប្អូននេះមើល logo នេះមួយឆាកកតុយ2ខ្ញុំមិនហូបទេកាហ្វេក្នុងហ្នឹងតែហ្មងជួម្ដង1ម៉ោង2ម៉ោងឯងវិញហើយកាហ្វេរសជាតិដូចតែគេដូចតែឯងហ្នឹងនៅទីក្រុង Seattle ហ្នឹងដោយសារសម្បូរភ្លៀងរហូតត្រជាក់ត្រជុំមែនតើជាងសកាផ្លែឈើតំណាំគឺឲ្យផលខ្លាំងណាបងប្អូនអើយចឹងនេះពេលគេដាំបានគេយកវាមកលក់នៅសាថ្មីតែម្ដងហើយគេឲ្យយើងហូប free តភ្លក់តាមចិត្តនិយាយត្រង់ហ្មងណា cherry នៅនេះកប៉ោងកម៉ាប់ហើយសាច់វិញថាមួយម៉ាត់តបាយទឹកច្រោកតែម្ដងហើយឈ្ងុយឆ្ងាញ់ផ្អែមល្មមជូរតិចវ៉ាយនិយាយទៅកន្លែងនេះគឺដើរទៅណាក៏ឃើញតែគ្រឿងសមុទ្រដែរគ្រឿងសមុទ្រគេស្រស់ខ្លាំងមែនតើហើយជាមួយនឹងគេហៅថាពួក handmade ធ្វើដោយដៃណាផលិតផលដែលគេធ្វើដោយដៃហើយគេយកមកដាក់លក់ហើយលក់អីក៏មានអ្នកទិញដែរមកនៅស្រុកនេះដើរមិនក៏អត់ចេះហត់អត់ចេះបែកញើសដែរដោយសារអាកាសធាតុគេត្រជាក់ហ្មងថា21 22អង្សាសេហើយត្រជាក់សើមតិចឥឡូវនេះខ្ញុំឃ្លានហើយខ្ញុំដើរមកអីហូបកន្លែងនេះគឺជាម្ដុំកន្លែងគេរកអីហូបចឹងណាបងប្អូននិយាយទៅកន្លែងណាក៏មានកន្លែងអីហូបដូចនៅសាថ្មីយើងចឹងមានតុខាងក្រៅចឹងហើយយើងកំងអីទៅគេដាក់តុខាងក្រៅនឹងឲ្យប៉ុន្តែគ្រាន់តែអ្វីដែលមិនដូចគ្នានោះគឺតម្លៃខ្ញុំមិនដឹងថានៅស្រុកអាមេរិកនេះគេហូបអីបានថោកហើយតែខ្ញុំឲ្យតារាចេញក្រៅទេហូបតាមខ្សែហូបតាមចាំខ្នល់ក៏ដោយក៏មកពេល100ទៅ200ដុល្លារដែរហើយមួយថ្ងៃហូប3 4ពេលណាបងប្អូនចាឥឡូវនេះគឺយើងមានសាំងវិចបង្កងជាមួយនឹងគេហៅថា clam chowder នឹងដូចស៊ុបហើយដាក់ខ្យងអញ្ចឹងណាហើយគេដាក់នៅក្នុងនំប៉័ងអាដុំហ្នឹងគឺនំប៉័ងតែម្ដងកន្លែងនេះហេតុអីបានខ្ញុំមកហូបដោយសារវាមានរង្វាន់លេខ1ច្រើនមែនតើចំពោះម្ហូបរបស់គេមកមុខពីរមុខនេះគឺជាប់លេខ1ជាប់គេហៅថាជាប់2រង្វាន់តែម្ដងហើយគេមានកន្លែងអង្គុយគេនៅវាលអញ្ចឹងណាហាលខ្យល់ហាលមេឃហាលភ្លៀងអញ្ចឹងទៅតែទទួលស្គាល់ថារសជាតិរបស់គេគឺឆ្ងាញ់មែនកាសធាតុគេនៅស្រុកនេះភាគច្រើនហ្មងគឺអញ្ចឹងឯងអត់មានថ្ងៃមានអីទេមិនដែលឃើញថ្ងៃមិនដែលឃើញអីចំពោះគេអត់ចូលចិត្តតែចំពោះខ្ញុំចូលចិត្តមែនតើពីព្រោះអត់ខ្មៅស្បែកស្រុកនេះគេចូលចិត្ត50ថ្ងៃដល់ពេលអត់មានថ្ងៃគេបាក់ទឹកចិត្តអូយដឹងបាក់ទឹកចិត្តកណ្ដូបបុកស្រូវអីទេមកខ្ញុំនេះមហាសែនស្រឡាញ់អាកាសធាតុ Seattle ប្រាប់ត្រង់និយាយចេញពីចិត្តបេះដូងតែខ្ញុំដើរលេងអត់ព្រួយដោយសារខ្ញុំអត់មានកូនចុះសម្រាប់អ្នកដែលមានកូនអាយុពី12ទៅដល់18ឆ្នាំដែលខ្វាយខ្វល់ពីកម្ពស់របស់កូនអត់ហ្នឹងនៅអាមេរិកនេះម៉ាក់ខ្វាយខ្វល់ពីកម្ពស់របស់កូនគេណាជារៀងរាល់ខែគាត់តែងតែវាស់ជាមួយនឹងកម្ពស់កូនហើយឲ្យកូនញ៉ាំជាមួយនឹងវីតាមីនបំផុតដែលជួយ support កម្ពស់និងឆ្អឹងរបស់កូន Natural Lab ដែលជាផលិតផលរបស់អាមេរិកផលិតនៅសហរដ្ឋអាមេរិកតែម្ដងញ៉ាំជាមួយទឹកដោះគោជួយឲ្យកម្ពស់របស់កូនលូតលាស់បានល្អមែនទែនឲ្យតែនៅក្នុងអាយុ12ទៅដល់18ឆ្នាំសម្រាប់អ្នកដែលគាត់មានបំណងចង់ឲ្យអនាគតទៅកូនគាត់ខ្ពស់ស្រឡូនស្អាតនិងមានឆ្អឹងរឹងមាំល្អសាកល្បងជាមួយនឹងវីតាមីននេះក្នុងមួយគ្រាប់របស់ Natural Labs គឺមានជាតិកាល់ស្យូមជាតិវីតាមីន D វីតាមីន C ច្រើនមែនទែនស្មើនឹងអ្នកទាំងអស់គ្នាញ៉ាំទឹកដោះគោពី6ទៅ8កែវក្នុងមួយថ្ងៃតែគឺវាផ្ដោតយកតែសារធាតុជំនួយឆ្អឹងទេគឺវាអត់ធ្វើឲ្យក្មេងរីកទទឹងនោះទេខ្ពស់ប្រា Natural Labs